តាមពិតទៅខ្ញុំអត់ចង់អួតខ្លួនឯងទេបន្ទាប់ពីខ្ញុំស្មោះហ្នឹងខ្ញុំក៏ចេះចាប់ត្រីដែរមើលទៅខ្ញុំចាប់ត្រីនេះគឺខ្ញុំចុះទៅមានបងស្រឡាញ់បងអីទេគឺខ្ញុំចាប់ឆៅឆៅហ្មងណាចាប់ឆៅឆៅហ្នឹងមិនមែនចាប់ត្រីក្នុងទឹកទេណាគឺចាប់ត្រីពីបងប្រុសរបស់ខ្ញុំចុះទៅចាប់ត្រីអីបើមនុស្សអត់ចេះហែលទឹកប៉ុណ្ណឹងហើយនេះគឺសប្បាយចិត្តណាស់បានមួយបានពីរហ្នឹងដោយសារតែបងគាត់បងឲ្យអញ្ចឹងណាហើយប្អូនមានកណើតណាបងយកមកចែកមិត្តភក្តិញ៉ាំហើយបន្ទាប់ពីយើងលេងត្រីហើយគឺយើងមកកាត់គល់ត្រីអញ្ចឹងណាហើយឥឡូវគឺខ្ញុំមកប្រាប់ពីរបៀបធ្វើហ្នឹងទៅអ្នកគ្នាអាចមើលបានកុំឲ្យថាមើលវីដេអូខ្ញុំអីថាខ្ញុំវាចែករំលែកវីដេអូអត់ប្រយោជន៍អញ្ចឹងណាហើយមើលទៅគឺដំbằngខ្ទឹមដំអីហើយតមកទៀតគឺយើងរៀងខូខើតិចឯងគឺយើងញាត់គល់ត្រីហ្នឹងចូលទៅក្នុងមាត់ត្រីអញ្ចឹងណាហើយគឺញាត់លឹកក្រូចលឹកអីហ្នឹងហើយខ្ញុំកាត់ចោលទៅកុំឲ្យខូខើពេកហើយតមកយើងយកមករៀបនៅលើกระดาษអាលុយមីញ៉ូមរបស់យើងហ្នឹងបន្ទាប់ពីយើងរៀបហើយយើងមូរกระดาษអាលុយមីញ៉ូមហ្នឹងមកខ្ទង់ថា2ជាន់នេះបានហើយអានេះខ្ញុំដូចមិនទេខ្ញុំមូរឡើង3 4ជាន់អញ្ចឹងណាទៅពេលទៅវាក្រឆ្អិនប៉ុន្តែវាអត់អីទេប៉ុណ្ណឹងហ៎បន្ទាប់ពីយើងធ្វើត្រីហើយគឺយើងមកចាត់ស្វាយដើម្បីធ្វើទឹកជ្រលក់អញ្ចឹងណាហើយត្រីហ្នឹងពួកខ្ញុំបានធ្វើហើយមាន់នេះគឺដុតដោយកញ្ញាលីឆេមកយើងហ្នឹងកូនតកាសិកូនៅទឹកដីភូមិដេឆានយើងហ្នឹងតែប៉ុន្តែយើងក៏មានម្ហូបច្រើនដែរមានសាច់គោមាននំប៉័ងមានអីចឹងណាហើយនេះគឺកំពុងតែដាក់អាំងរបៀបថាយើងញ៉ាំនៅជុំគ្នាអីចឹងណាហើយខ្ញុំឆ្ងល់ដែរនេះមិត្តភក្តិខ្ញុំនេះវាអត់យកចានមកដួសវាយកថង់វាជ្រលក់យកចឹងហ្មងវាអត់ព្រមដាក់ក្នុងចានអាពេលហ្នឹងគឺខ្ញុំឆ្ងល់ហ្មងនេះគឺយើងអាំងសាច់គោមួយបន្លែហ្នឹងគឺយើងអាំងហើយយើងលាបទឹកម្ទេសពីលើអ្នកគ្នាដើម្បីឲ្យវាមានសំណើមចឹងណាកុំឲ្យវាស្ងួតចឹងណាខ្ញុំថាឆ្ងាញ់ទេតើអ្នកគ្នាឥឡូវត្រូវយើងឆ្អិនហើយតែវារៀងខ្លោចនៅកណ្ដាលបន្តិចតែអត់អីទេវាគ្រាន់តែខ្លោចស្បែកទេតែសាច់ខាងក្នុងវាអត់ខ្លោចទេនៅល្អហើយខ្ញុំថាតំណងដោយសារយើងញ៉ាំទៅអត់សូវឆ្អាបចឹងណានិយាយមើលតែមាត់ខ្ញុំហើយមិត្តភក្តិខ្ញុំទៅ